សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់នៃការសម្រាយរឿងថ្មីទៀតហើយថ្ងៃនេះ admin នឹងលើកយកសាច់រឿងមួយដែលល្អមើលខ្លាំងមែនតើដែលយើងនឹងដាក់ចំណងជើងឲ្យថានេសាទក្រពើតោះទៅតាមដានសាច់រឿងទាំងអស់គ្នាដែលសាច់រឿងរបស់យើងគឺកំពុងតែស្ថិតនៅក្នុងទន្លេដ៏ធំមួយទាំងកណ្ដាលព្រៃហើយមានក្រុមអ្នកសិក្សាក៏ដូចជាអ្នករុករកផ្នែកវិទ្យាសាស្ត្រហ្នឹងបានធ្វើដំណើរឆ្លងកាត់ទន្លេនោះហើយគេក៏បានជួបប្រទះជាមួយនឹងរឿងដ៏ចម្លែកនៅក្នុងទន្លេដ៏ធំមួយនោះភ្លាមនោះដែរពួកគេទាំងអស់គ្នាហ្នឹងក៏ត្រូវបានក្លាប់ទូករបស់គេហ្នឹងលិចចូលទៅក្នុងទឹកភ្លាមតែម្ដងហើយពួកគេពិតជាផិតភ័យខ្លាំងមែនទែនមិនដឹងថានៅខាងក្រោមទឹកដែលធ្វើឲ្យទូករបស់គេក្លាប់រត់លិចនឹងដោយសារមានសត្វអ្វីនោះទេពេលនឹងដែរពួកគេពិតជាផិតភ័យខ្លាំងមែនទែនក៏បានឡើងមកលើទូករបស់គេវិញនិងបណ្ដែតខ្លួនទៅតាមទឹកទៅកាន់គល់ឈើមួយដ៏ធំដើម្បីពួកគេឡើងទៅលើដើមឈើនោះហើយមិនយូរប៉ុន្មានណាពួកគេទាំងអស់គ្នាក៏បានឡើងទៅលើដើមឈើដ៏ធំមួយហ្នឹងដើម្បីរកបណ្ដាញអ៊ីនធឺណិតឬគេហៅថាសេវាអ៊ីនធឺណិតទំនាក់ទំនងដើម្បីឲ្យមានគេមកជួយសង្គ្រោះតែទោះបីជាពួកគេខិតខំប្រឹងប្រែងយ៉ាងណាក៏នៅតែមិនមានអ៊ីនធឺណិតនោះដែរហើយមិនយូរប៉ុន្មានសត្វក្រពើជាច្រើនឬក៏ជាសត្វដែលនៅក្នុងទឹកដ៏ធំហ្នឹងណាវាក៏បានហែលមកពីខាងក្រោមហ្នឹងធ្វើឲ្យនារីម្នាក់បានធ្លាក់ចូលទៅក្នុងទឹកភ្លាមហើយពេលនឹងដែរក៏មានមិត្តស្រីរបស់គេម្នាក់ទៀតហ្នឹងគឺបានចុះទៅក្រោមដើម្បីធ្វើការជួយក្រុមការងាររបស់គេមិនយូរប៉ុន្មានក្រពើដ៏ធំក៏បានសម្ដៅមកបុកជាមួយនឹងទូកដែលនារីកំពុងតែព្យាយាមតោងឡើងនោះដែរពួកគេពិតជាផិតភ័យខ្លាំងមែនទែនតែបើទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែមានជីវិតរស់រានទៅមុខទៀតព្រោះថាសត្វក្រពើមិនទាន់បានខំទៅលើក្រុមការងាររបស់គេនោះទេបន្ទាប់មកទៀតក៏មានគ្រូអាគមឬមួយគេហៅថា sniper ដែលជាអ្នកប្រមាញ់សត្វក្រពើក៏ដូចជាសត្វចម្លែកនៅខាងក្រោមទឹកហ្នឹងធ្វើដំណើរមកពួកគេបានដឹងថាមានក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមហ្នឹងគឺបានធ្វើដំណើរចូលទៅជាប់នៅខាងក្នុងទន្លេដែលមានសត្វក្រពើហ្នឹងហើយតារបស់យើងដែលគេហៅថាជាអ្នកប្រមាញ់ក្រពើនេះវិញគឺពិតជាក្លាហានមែនទែនដែលគាត់បានធ្វើដំណើរចូលមកកាន់កណ្ដាលទន្លេតែម្នាក់ឯងជាមួយនឹងទូកដ៏តូចមួយក៏លេចមកមើលក្រុមអ្នកវិទ្យាសាស្ត្រវិញដែលកំពុងតែជាប់នៅទីនេះក៏បានធ្វើការដុតភ្លើងជុំវិញដើម្បីរក្សានៅសុវត្ថិភាពដើម្បីឲ្យក្រុមការងាររបស់គេនឹងអាចសម្អាតរាងកាយបានព្រោះថាក្រពើនឹងពេលដែលឃើញភ្លើងគឺច្បាស់ជាវាមិនហ៊ានមកនោះទេហើយមិនយូរប៉ុន្មានពួកគេក៏បានរស់នៅក្នុងស្ថានភាពដ៏ផិតភ័យនឹងមិនបានប៉ុន្មានម៉ោងនោះទេហើយទូរស័ព្ទទាំងអស់សឹងតែមិនអាចមានអ៊ីនធឺណិតការទំនាក់ទំនងផ្សេងគឺនៅតែមិនអាចបន្តបានចំណែកឯលោកតាដែលជាអ្នកប្រមាញ់ក្រពើរបស់យើងវិញគឺគាត់បានដឹងនៃដំណើររឿងនេះហើយគាត់ក៏បានមកដល់ទីតាំងដែលអ្នកវិទ្យាសាស្ត្រទាំងអស់កំពុងតែជាប់នៅពេលនឹងដែរពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះពួកគេគិតថានឹងមានអ្នកមកដើម្បីធ្វើការជួយគេចឹងប៉ុន្តែអ្វីទាំងអស់វាមិនដូចបំណងនោះទេទើបលោកតារបស់យើងក៏បានចែវទូករបស់គាត់ហ្នឹងដោយដៃពីរដោយគាត់ដឹងថានៅទីនោះពិតជាមានហេតុការណ៍ពិបាកហើយក៏បានជួយទៅលើក្រុមអ្នកវិទ្យាសាស្ត្ររបស់យើងនឹងឡើងទៅលើទូករបស់គាត់ដើម្បីរៀបចំចាក់ចេញពីទីកន្លែងដែលពួកគេកំពុងតែនៅហ្នឹងហើយមិនបានប៉ុន្មានម៉ោងផងក៏ត្រូវបានសត្វខ្ទីងសមុទ្រហ្នឹងបានឡើងមកដើម្បីធ្វើការវាយប្រហារទៅកាន់អ្នកវិទ្យាសាស្ត្រក៏ដូចជាលោកតាដែលជាគេហៅថាអ្នកប្រមាញ់សត្វព្រៃនឹងតែម្ដងពេលហ្នឹងពួកគេពិតជាផិតភ័យខ្លាំងមែនទែនហើយក៏បានដកនៅកាភ្លើងរបស់គាត់ហ្នឹងដើម្បីធ្វើការបាញ់គំរាមទៅកាន់សត្វដែលកំពុងតែធ្វើការវាយប្រហារមកលើពួកគាត់ហើយគាត់ក៏បានប្រាប់ឲ្យពួកគេទាំងអស់គ្នានឹងរក្សាសុវត្ថិភាពនៅឲ្យស្ងៀមហើយនឹងបន្តដំណើរចាកចេញពីទីនេះឲ្យបានលឿនបំផុតហើយនៅទីបំផុតពួកគេក៏បានត្រឡប់មកកាន់ជំរំរបស់លោកតាវិញដែលបានមកដល់ទីទួលដែលមានសុវត្ថិភាពមួយហើយពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគេក៏បានបើកមើលនៅក្នុងសៀវភៅមួយក្បាលដែលបានធ្វើការរៀបរាប់អំពីប្រវត្តិនិងដំណើរដែលទន្លេពួកគេកំពុងតែឆ្លងកាត់នេះ
អ្វីៗទាំងអស់សុទ្ធតែហាក់បីដូចជាចម្លែកខ្លាំងមែនទែនមានទាំងសត្វនៅក្នុងទឹកហើយរួមទាំងមានសត្វនៅលើគោកនោះដែរពេលហ្នឹងដែរសត្វចម្លែកទាំងអស់ហ្នឹងក៏បានធ្វើការវាយប្រហារទៅលើពួកគេម្ដងទៀតហើយពេលហ្នឹងដែរតួស្រីរបស់យើងក៏ត្រូវបាសត្វខ្ទីងនៅធំមួយហ្នឹងធ្វើការចង់លេបត្បាក់ទាំងរស់តែម្ដងហើយពួកគេក៏បានរៀបចំបន្តទៀតដើម្បីធ្វើអន្ទាក់ដើម្បីសម្លាប់នៅអាសត្វចង្រៃទាំងអស់ហ្នឹងពេលហ្នឹងដែរសត្វខ្ទីងនៅធំហ្នឹងក៏បានបុកនៅជញ្ជាំងធ្វើឲ្យលោកតារបស់យើងរងរបួសយ៉ាងធ្ងន់តែម្ដងបើទោះបីជាលោកតាខិតខំប្រឹងប្រែងចាក់ចេញពីការវាយប្រហាររបស់សត្វខ្ទីងយ៉ាងណាក៏ដោយក៏នៅតែមិនអាចរួចផុតដែរហើយនៅទីបំផុត Sniper ឬក៏ខាងអ្នកប្រមាញ់នេសាទរបស់យើងក៏ត្រូវបានសត្វខ្ទីងនឹងសម្លាប់ភ្លាមៗនៅនឹងកន្លែងនឹងតែម្ដង